ក្រោយអាយុ60ឆ្នាំបុរសនឹងដឹងថាភាពជោគជ័យរបស់ជីវិតគឺជាភាពស្ងប់ស្ងាត់បន្ទាប់ពីចំណាយពេលពាក់កណ្ដាលនៃជីវិតរបស់ពួកគេបុរសយល់ថាភាពជោគជ័យពិតប្រាកដមិនមែនស្ថិតនៅក្នុងលុយកាក់ឬឋានៈនោះទេប៉ុន្តែស្ថិតនៅក្នុងផ្នត់គំនិតស្ងប់ស្ងាត់នៅអាយុ60ឆ្នាំអ្នកណាដែលអាចរក្សាសន្តិភាពនោះបានគឺពិតជាមានសុភមង្គលនិងមានការពេញចិត្តចំពោះជីវិតខ្លួនឯង1ភាពស្ងប់ស្ងាត់កំពូលនៃប្រាជ្ញាប្រសិនបើយុវវ័យគឺជាឆ្នាំនៃការរំភើបការតស៊ូនិងការចង់អះអាងខ្លួនឯងនោះនៅអាយុ60ឆ្នាំបុរសដឹងថាតម្លៃពិតនៃជីវិតមិនមែនស្ថិតនៅក្នុងការឈ្នះឬចាញ់នោះទេបន្ទាប់ពីការផ្លាស់ប្ដូរជាច្រើនពួកគេយល់ថាភាពស្ងប់ស្ងាត់គឺជាកម្លាំងដ៏ស្ថិតស្ថេរបំផុតហើយក៏ជាគ្រឹះដើម្បីជួយរក្សាផ្នត់គំនិតដ៏រឹងមាំនៅចំពោះមុខការផ្លាស់ប្ដូរទាំងអស់ផងដែរភាពស្ងប់ស្ងាត់មិនមែនគ្រាន់តែជាស្ថានភាពផ្លូវចិត្តនោះទេប៉ុន្តែជាលទ្ធផលនៃបទពិសោធន៍វាជួយបុរសឲ្យឈប់អនុញ្ញាតមិនឲ្យអារម្មណ៍គ្រប់គ្រងពួកគេមិនត្រូវបានបោកបក់ដោយការសរសើរនិងការរិះគន់ហើយអាចប្រឈមមុខនឹងអ្វីគ្រប់យ៉ាងដោយទស្សនៈចាស់ទុំនិងយល់ឃើញនៅពេលពួកគេនៅក្មេងពួកគេឆាប់ខឹងនិងឆ្លោះប្រកែកគ្នាប៉ុន្តែនៅអាយុ60ឆ្នាំពួកគេយល់ថាការឈ្នះការឆ្លោះប្រកែកគ្នាជួនកាលមានន័យថាបាត់បង់ទំនាក់ទំនង2ភាពស្ងប់ស្ងាត់មុនពេលមានការផ្លាស់ប្ដូរក្នុងជីវិតអាយុ60ឆ្នាំនាំមកនៅការផ្លាស់ប្ដូរជាច្រើនដូចជាសុខភាពធ្លាក់ចុះលែងមានការងារធ្វើកូនចាក់ចេញពីផ្ទះមិត្តភ័ក្តិបាត់បង់បន្តិចម្ដងរឿងទាំងនេះធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ទទេនិងច្របូកច្របល់ប៉ុន្តែសម្រាប់មនុស្សស្ងប់ស្ងាត់ពួកគេមិនមើលឃើញថាវាជាការបាត់បង់នោះទេប៉ុន្តែជាវដ្តធម្មជាតិនៃជីវិតពួកគេទទួលយកការផ្លាស់ប្ដូរដោយចិត្តស្ងប់មិនខ្លាចភាពចាស់មិនខ្លាចភាពឯកាជំនួសឲ្យការព្រួយបារម្ភអំពីអតីតកាលពួកគេរៀនរីករាយនឹងបច្ចុប្បន្នក្រោកពីព្រលឹមដើម្បីហាត់ប្រាណថែរក្សាដើមឈើប៊ុនសៃអានសៀវភៅជែកជាមួយសាច់ញាតិពួកគេយល់ថាសុភមង្គលមិនមែនស្ថិតនៅក្នុងរឿងធំទេប៉ុន្តែស្ថិតនៅក្នុងចង្វាក់សន្តិភាពនៃជីវិតជារៀងរាល់ថ្ងៃបុរសឆ្លាតវៃបន្ទាប់ពីអាយុ60ឆ្នាំលែងប្រកួតប្រជែងជាមួយនរណាម្នាក់ទៀតហើយពួកគេមិនប្រៀបធៀបខ្លួនឯងជាមួយអ្នកជិតខាងរបស់ពួកគេដែលមានឡានថ្មីទេហើយពួកគេមិនសោកស្ដាយចំពោះចំហអតីតកាលរបស់ពួកគេឡើយពីព្រោះភាពស្ងប់ស្ងាត់ជួយពួកគេឲ្យដឹងថា3ភាពស្ងប់ស្ងាត់ក្នុងឥរិយាបថគ្រួសារមូលដ្ឋានគ្រឹះនៃសុភមង្គលពេលចូលនិវត្តន៍បុរសចំណាយពេលច្រើននៅផ្ទះហើយនោះមានន័យថាពួកគេត្រូវប្រឈមមុខនឹងបញ្ហាតូចតាចកាន់តែច្រើនពីជីវិតប្រចាំថ្ងៃបើគ្មានភាពស្ងប់ស្ងាត់ទេរឿងដែលហាក់ដូចជាមិនសំខាន់អាចធ្វើឲ្យបរិយាកាសគ្រួសារកាន់តែធ្ងន់ធ្ងរបុរសស្ងប់ស្ងាត់ដឹងពីរបៀបរក្សាសន្តិភាពជំនួសឲ្យការឆ្លោះប្រកែកគ្នាអំពីអ្វីដែលត្រឹមត្រូវនិងអ្វីដែលខុសពួកគេជ្រើសរើសនៅស្ងៀមនៅពេលដែលប្រពន្ធរបស់ពួកគេខឹងជ្រើសរើសស្ដាប់នៅពេលដែលកូនរបស់ពួកគេមានមិត្តខុសគ្នាពួកគេយល់ថាបន្ទាប់ពីរាប់សវត្សរ៍នៃការភ្ជាប់ទំនាក់ទំនងរឿងដ៏មានតម្លៃបំផុតនៅក្នុងអាពាហ៍ពិពាហ៍មិនមែនជាជ័យជំនះទេប៉ុន្តែជាសន្តិភាពជាមួយកូននិងចៅរបស់ពួកគេមិនព្យាយាមដាក់ទស្សនៈរបស់ពួកគេលើជីវិតឬវិធីបង្រៀននោះទេប៉ុន្តែរៀនគោលមនុស្សជំនាន់ក្រោយពីព្រោះភាពស្ងប់ស្ងាត់ជួយពួកគេឲ្យយល់ថាមនុស្សគ្រប់គ្នាត្រូវរស់នៅតាមរបៀបផ្ទាល់ខ្លួនហើយឪពុកម្ដាយមានសុភមង្គលនៅពេលដែលពួកគេឃើញកូនរបស់ពួកគេឯករាជ្យមិនត្រូវបានឪពុកម្ដាយគ្រប់គ្រង4ភាពស្ងប់ស្ងាត់នៅចំពោះមុខការនិយាយដើមគេសញ្ញានៃប្រាជ្ញានៅអាយុ60ឆ្នាំវាងាយស្រួលក្នុងការជាប់ពាក់ព័ន្ធនឹងរឿងនិយាយដើមគេនៅក្នុងគ្រួសារនិងក្នុងភូមិមាននរណាម្នាក់និយាយរឿងអាក្រក់ពីអ្នកដទៃឬមានការយល់ច្រឡំជាដើមប្រសិនបើអ្នកនៅក្មេងអ្នកអាចមានប្រតិកម្មយ៉ាងឃោរឃៅប៉ុន្តែបុរសដែលមានបទពិសោធន៍យូរឆ្នាំយល់ថាការឆ្លោះប្រកែកគ្នាគ្រាន់តែធ្វើឲ្យអ្នកអស់កម្លាំងប៉ុណ្ណោះពួកគេជ្រើសរើសញឹមជំនួសឲ្យការឆ្លើយតបជ្រើសរើសភាពស្ងៀមស្ងាត់ជំនួសឲ្យការឆ្លោះប្រកែកគ្នាមិនមែនដោយសារតែពួកគេទន់ខ្សោយនោះទេប៉ុន្តែដោយសារតែពួកគេរឹងមាំគ្រប់គ្រាន់ដើម្បីមិនចាំបាច់បញ្ជាក់អ្វីទាំងអស់ពីព្រោះភាពស្ងប់ស្ងាត់គឺជាទំនុកចិត្តដែលមិនចាំបាច់បង្ហាញនៅពេលដែលចិត្តមានសន្តិភាពគ្មានពាក្យសម្ដីណាអាចធ្វើឲ្យឈឺចាប់បានទេនៅពេលដែលបេះដូងភ្លឺគ្មានពុកណាអាចបិទបាំងសន្តិភាពខាងក្នុងបានទេ5ភាពស្ងប់ស្ងាត់អំណោយនៃភាពពេញវ័យបន្ទាប់ពីពាក់កណ្ដាលជីវិតបុរសដឹងថាលុយអាចបាត់បង់គិតនាមអាចរសាត់បាត់ទៅប៉ុន្តែមានតែចិត្តស្ងប់ប៉ុណ្ណោះដែលអាចរក្សាជីវិតឲ្យមានស្ថិរភាពស្ងប់ស្ងាត់ជួយពួកគេឲ្យមើលឃើញអ្វីយ៉ាងច្បាស់យល់ពីអ្នកដទៃនិងស្រឡាញ់ខ្លួនឯងកាន់តែច្រើននៅអាយុ60ឆ្នាំមិនចាំបាច់បញ្ជាក់ថាអ្នកទទួលបានជោគជ័យជាងអ្នកដទៃអត់ទេគ្រាន់តែរស់នៅជីវិតតាមធម្មជាតិមានសុខភាពល្អនិងគ្មានកង្វល់គឺជាទម្រង់នៃភាពជោគជ័យភាពស្ងប់ស្ងាត់ជួយពួកគេឲ្យរីករាយនឹងពេលព្រឹកដ៏ស្ងប់ស្ងាត់អាហារគ្រួសារនិងសេចក្តីរីករាយនៃការឃើញកូនរបស់ពួកគេធំឡើង